ចឹងសម្រាប់រកញីវេរាផាន់យើងនេះវិញគឺមានការ support ចេញយ៉ាពីមូឈីប៉ុន្តែមូឈីកន្លែងនេះលេងក្រៅស្រួលរៀងពិបាកបន្តិចសម្រាប់រកគឺភាគរយរបស់គាត់នៅសល់តែ7ដល់10%ទេសម្រាប់ក្រុមរកខណៈដែលពី Flamingo មានរហូតដល់47%ខណៈដែលពី Fair Esport មានរហូតដល់36%យ៉ាអញ្ចឹងសម្រាប់ចាក្រុម Flamingo មានការលេងប្រា IQ ខ្លាំងមែនទែនជាមួយនឹង Raza គឺពួកគាត់ចា IQ វិញល្អណាបង Flamingo ខ្ញុំឃើញតាំងពីហ្គេមទី1ចាអញ្ចឹងឱកាសភាគរយរបស់គាត់ក៏ក៏លេងមួយ សមស្របដែរ អត់ចង់ប៉ះមនុស្សទេបាទ ចាឥឡូវនេះ Zenta មានការណុកដោនចាប់ផ្ដើមចេញពី Muchi អីបង Muchi លួចឆ្មក់បានវិធាលទៀតអែមែនតើយ៉ានេះសមាជិករបស់ក្រុម Flamingo យ៉ាអូដៃ snap ណុកបាត់ហើយចាដាច់ចេញមកបាត់ហើយល្អមែនតើចានាងមានការដាក់ណុកដោនមួយទៅលើសមាជិករបស់ក្រុម Fair Esport ក៏ប៉ុន្តែយ៉ាពីFlamingo មានការឆ្មក់យក kill ផងដែរឥឡូវនេះពីនាងរបស់យើងនៅសល់ឈាមដល់ប្រឡប់ទេចា Fair 1 by 1នាងបដាច់ទៅលើ Fair Esport ទៅក្នុងចំណាត់ថ្នាក់លេខ3បាត់ហើយឥឡូវនៅសល់ត្រឹមតែមួយរូបតែប៉ុណ្ណោះទៅលើនាងចា3ទល់នឹង1កន្លែងនេះនាងអាចទប់រួចទេនាងទប់មិនរួចទេចា Flamingo មកមែនតើ Double Booyah បងចាពីខាង Flamingo ពីខាងក្រុមមកពីប្រទេសស្រីលង្កាគឺហ្គេមទី1គាត់ទទួលបាន Booyah ហើយ